តែឡើងទៅជាអ្វីនៅក្នុងសំណង់ហើយឡើងទៅវាមានប្រមាណប្រភេទឡើងទៅគឺជាភាសាបច្ចេកទេសមួយដែលគេប្រើនៅក្នុងសំណង់វាជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងការសាងសង់គ្រប់ប្រភេទឡើងទៅវាប្រៀបដូចជាធ្នឹមមួយឬបន្ទះមួយដែលអាចទ្របន្ទុកដែលគេប្រើវាភាគច្រើននៅលើទ្វារបង្អួចច្រកចេញចូលឬកម្រាលខ័ណ្ឌជញ្ជាំងឥដ្ឋជាដើមការជ្រើសរើសប្រភេទឡើងទៅគឺយើងត្រូវមើលទៅលើទំហំមុខកាត់របស់វាអាស្រ័យទៅលើប្រហោងនៃជញ្ជាំងនិងទម្ងន់ផ្ទុករបស់វាជាទូទៅប្រសិនបើជាច្រកចេញចូលទ្វារដែលមានទំហំធំគេត្រូវបានប្រើដោយបេតុងអាមេឬគេអាចប្រើប្រាស់ដោយធ្នឹមដែលចាក់ហើយរួចជាស្រេចយកមកដំឡើងក៏បានដែរដើម្បីពន្លឿនការងារសាងសង់ឡើងទៅមាន4ប្រភេទដែលយើងប្រើប្រាស់នៅក្នុងការងារសំណង់ទី1ឡើងទៅឈើឡើងទៅឈើគេប្រើជាប្រភេទឈើល្អប៉ុន្តែបច្ចុប្បន្នគឺគេមិនសូវប្រើជាមួយនឹងប្រភេទឡើងទៅឈើទេព្រោះសម្ភារៈផ្សេងអាចជំនួសឡើងទៅឈើហើយវាមានតម្លៃថោកជាងឡើងទៅឈើទី2ឡើងទៅឥដ្ឋឡើងទៅឥដ្ឋគឺត្រូវបានគេប្រើប្រាស់យ៉ាងច្រើនគួរសមដែរសម្រាប់រៀបធ្វើឡើងទៅតែភាគច្រើនគេប្រើសម្រាប់ធ្វើការតុបតែងលម្អជាប្រភេទអគារដែលមានកម្ពស់ទាបដោយសារលទ្ធភាពនៃការទ្រទម្ងន់របស់វាមានកម្រិតទាបការរៀបឥដ្ឋដើម្បីធ្វើឡើងទៅនេះគឺតម្រូវឲ្យជាងមានបច្ចេកទេសខ្ពស់ទើបអាចរៀបឡើងទៅឲ្យបានត្រឹមត្រូវទី3ឡើងទៅបេតុងអាមេឡើងទៅបេតុងអាមេត្រូវបានគេប្រើយ៉ាងច្រើនទំហំទទឹងរបស់វាគេយកស្មើនឹងមុខកាត់របស់ជញ្ជាំងឥដ្ឋចំពោះកម្ពស់ឬជម្រៅរបស់វាគេជ្រើសរើសតាមបច្ចេកទេសនៃការគណនាទី4ឡើងទៅដែកឡើងទៅដែកគឺជាប្រភេទឡើងទៅដែលមានទម្ងន់ស្រាលងាយស្រួលក្នុងការដំឡើងបានរលហាស់ប៉ុន្តែការចំណាយធៀបនឹងឡើងទៅផ្សេងទៀតគឺវាខ្ពស់ជាងឡើងទៅដទៃទៀត